សម្ដេចតេជោហ៊ុនសែនកម្ពុជាអត់ធ្មត់គ្រប់គ្រាន់ហើយដូច្នេះដល់ពេលប្រើសិទ្ធិការពារខ្លួនក្រោយពីមានការគម្រាមកំហែងជាបន្តបន្ទាប់ពីនាយករដ្ឋមន្ត្រីនិងមេទ័ពថៃថានឹងវាយយកទឹកដីកម្ពុជានិងគំតិចសមត្ថភាពយោធាកម្ពុជាឲ្យខ្សោយរយៈពេលយូរក្រោយការអត់ធ្មត់លើស24ម៉ោងដើម្បីគោរពនៅបទឈប់បាញ់និងត្រូវការពេលវេលាដើម្បីជំនះប្រជាជនចេញមកតំបន់សុវត្ថិភាពការពេលល្ងាចម្សិលមិញថ្ងៃច័ន្ទទី8វីរៈកងទ័ពកម្ពុជាបានតបតបន្ថែមដោយយប់មិញនិងព្រឹកអង្គារនេះតាមរយៈសម្ដីបញ្ជាក់លើបណ្ដាញសង្គមនាព្រឹកមិញនេះសម្ដេចតេជោហ៊ុនសែនបានថ្លែងថាតាមនាយករដ្ឋមន្ត្រីថៃអនុទិនបានប្រកាសថានឹងប្រើកម្លាំងយោធាវាយយក11ចំណុចដែលយើងមិនទាន់ច្បាស់ថាតើ11ចំណុចនេះនៅកន្លែងណាខ្លះដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាគ្រប់ចំណុចដែលខ្មាំងវាចូលសម្ដេចតេជោមានប្រសាសន៍ថាយើងការពារទឹកដីយើងដោយមានលេនដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទឯសត្រូវឈ្លានពានត្រូវចល័តវាចូលទីតាំងយើងពួកគេមិនអាចទួនលេនដ្ឋានបានមកទេហើយក្បាលពួកគេក៏មិនបានប៉ាន់ដែកដែរស្ថានភាពនេះផ្ដល់ប្រៀបឲ្យយើងអនុវត្តយុទ្ធសាស្ត្រកំទេចកម្លាំងរស់របស់សត្រូវតាមរយៈការចាត់ទប់ទល់សម្ដេចតេជោបញ្ជាក់ថាសម្រាប់មេទ័ពថៃបានប្រកាសថាដើម្បីសន្តិភាពប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់ខាងកម្ពុជាសម្រាប់រយៈពេលវែងសម្ដីលោកមេទ័ពខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធនិងកម្លាំងទ័ពនៅលើពិភពលោកទៅទៀតសម្ដេចតេជោបានថ្លែងសង្កត់ធ្ងន់ថាយើងពិតជាមិនអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកនោះទេខ្ញុំកំពុងតាមមើលមនុស្សមួយចំនួនដែលការពីកម្ពុជាតបតដើម្បីការពារខ្លួនការពីខែកក្កដាពួកគេបានចោទយើងថាលំមសង្គ្រាមពេលយើងអត់ធ្មត់គោរពបទឈប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធីគេចោទយើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាពពេលនេះយើងវាយដើម្បីការពារខ្លួនទៀតហើយតើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀតកម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីរបស់យើង